ឲ្យតែជួបប្រទះនឹងពស់ត្បាល់គ្មាននរណាម្នាក់អាចរួចជីវិតត្រឡប់មកវិញបានឡើយនេះគឺជាពាក្យដែលចាស់តែងតែដំណាលតគ្នារហូតមកដល់បច្ចុប្បន្នបងប្អូនតើពស់ត្បាល់ពិតជាមានវត្តមាននៅលើផែនដីមែនឬអត់ហើយពស់មួយប្រភេទនេះមានប្រវត្តិរឿងរ៉ាវកាចសាហាវយ៉ាងណាហើយវាពិតជាមានទំហំធំនិងផ្លាស់ទីលឿនមែនឬអត់ហើយតើជាការពិតដែរឬទេឲ្យតែបានជួបពស់មួយប្រភេទនេះគឺគ្មាននរណាអាចមានជីវិតត្រឡប់មកវិញបានឡើយនៅក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកស្វែងយល់អំពីការពិតនៃពស់ត្បាល់ថាតើមានប្រវត្តិរឿងរ៉ាវយ៉ាងណាខ្លះបងប្អូនពស់មួយប្រភេទនេះឈ្មោះតាមដំណើរនិយាយតគ្នាគឺឈ្មោះពស់ត្បាល់ហើយឈ្មោះគ្រូអាគមហៅសប្តាហ៍ថ្ងៃពស់ខាំកន្ទុយរីឯឈ្មោះបរទេស Hoop Snake បងប្អូនទាំងអស់គ្នាបើយោងតាមប្រភពពីជីវៈចម្រុះនៃប្រទេសកម្ពុជាគឺបានបកស្រាយនិងបញ្យល់ឲ្យដឹងថា